ចំណងជើងរឿងចិញ្ចៀនមាសនិងតម្លៃពិតប្រាកដមានយុវជនម្នាក់មានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃនិងគ្មានសមត្ថភាពគេបានទៅជួបគ្រូបង្រៀនម្នាក់ដើម្បីសុំដំបូន្មានគ្រូមិនទាន់ឆ្លើយភ្លាមទេប៉ុន្តែគាត់បានដោះចិញ្ចៀនមាសមួយវង់ចេញពីម្រាមដៃរួចប្រគល់ឲ្យយុវជននោះចូលយកចិញ្ចៀននេះទៅលក់នៅផ្សារប៉ុន្តែត្រូវចាំថាកុំលក់វាក្នុងតម្លៃទាបជាង1តម្លឹងមាសអាយសោះយុវជននោះយកចិញ្ចៀនទៅផ្សារគេដើរសួរអ្នកលក់បន្លែអ្នកលក់ត្រីនិងអ្នកលក់ដូរជាច្រើននៅពេលគេទារតម្លៃ1តម្លឹងមាសអ្នកលក់ទាំងនោះសើចចំអកឲ្យគេថាចិញ្ចៀនចាស់អញ្ចឹងយីត្រឹមតែ$10ក៏ច្រើនណាស់ទៅហើយយុវជននោះត្រឡប់មកវិញដោយភាពអស់សង្ឃឹមគ្រូញឹមរួចនិយាយថាឥឡូវចូលឯងយកចិញ្ចៀននេះទៅជួបជាងតងជាងធ្វើមាសនៅឯហាងមាសវិញម្ដងពេលទៅដល់ជាងតងបានយកកែវពង្រីកមកពិនិត្យយ៉ាងម៉ត់ចត់រួចនិយាយទាំងភ្ញាក់ផ្អើលថាចិញ្ចៀននេះគឺជាវត្ថុបុរាណដ៏កម្របំផុតបើលក់ឥឡូវខ្ញុំហ៊ានឲ្យដល់ទៅ50តម្លឹងមាសយុវជននោះរត់មកប្រាប់គ្រូទាំងរំភើបគ្រូនិយាយថាកូនអើយឯងក៏ដូចជាចិញ្ចៀននេះដែរឯងគឺជាវត្ថុមានតម្លៃបំផុតប៉ុន្តែឯងមិនអាចឲ្យអ្នកលក់ត្រីឬអ្នកលក់បន្លែមនុស្សដែលមិនយល់ពីតម្លៃរបស់អ្នកមកកំណត់តម្លៃឲ្យឯងបានឡើយមានតែអ្នកជំនាញនិងខ្លួនឯងប៉ុណ្ណោះដែលដឹងពីតម្លៃពិតប្រាកដរបស់ឯងចំណុចសម្រាប់វិភាគចិញ្ចៀនមាសតំណាងឲ្យតម្លៃក្នុងខ្លួន self-worth របស់មនុស្សម្នាក់អ្នកលក់នៅផ្សារជានិមិត្តរូបនៃមនុស្សដែលមិនយល់ពីយើងឬការរិះគន់ពីអ្នកដទៃដែលមិនមានស្ថាបនាជាងតុងតំណាងឲ្យមនុស្សដែលស្គាល់តម្លៃពិតនិងបរិយាកាសដែលស័ក្តិសមសម្រាប់យើងមេរៀនជីវិតតើការខ្វល់ខ្វាយពីពាក្យសម្ដីមនុស្សដែលមិនស្គាល់យើងច្បាស់អាចបំផ្លាញក្តីស្រមៃយើងកម្រិតណា